ប្រសិនបើម៉ោងអ្នកទាំងអស់គ្នាមានសភាពបែបនេះដូចបែងភាគឃើញច្រើនអញ្ចឹងណាវីដេអូមួយនេះខ្ញុំនឹងដោះស្រាយបញ្ហាមួយនេះជូនអ្នកទាំងអស់គ្នាជំហានដំបូងយើងត្រូវចូលទៅកាន់ setting ឬក៏អ្នកទាំងអស់គ្នា search ពាក្យថា mouse setting អ្នកទាំងអស់គ្នាគ្រាន់តែវាយប៉ុណ្ណឹងមកវានឹងបង្ហាញ mouse setting ឲ្យយើងហើយយើងចុចលើវាមកនៅពេលចូលមកដល់ផ្ទាំងមួយនេះអ្នកត្រូវ scroll មកខាងក្រោមហើយមើលកន្លែងនេះ additional mouse setting ចុចលើណាមួយទៀតវានឹងបង្ហាញផ្ទាំងមួយនេះជូនអ្នកទាំងអស់គ្នាចូលមកដល់ផ្ទាំងមួយនេះយើងត្រូវចូលទៅកាន់ pointer option នៅកណ្ដាលនេះមកដល់ផ្ទាំងមួយនេះទៀតអ្នកទាំងអស់គ្នាមើលមកកាន់ visibility កន្លែងនេះនឹងឃើញ text កន្លែង display pointer ហ្នឹងនឹងឃើញ text អញ្ចឹងអ្នកទាំងអស់គ្នាដោះ text ហ្នឹងចេញមកបន្ទាប់ពីដោះ text ហើយម៉ៅរបស់យើងនឹងមានសភាពធម្មតាអត់បែងភាគទៀតទេប៉ុន្តែវារៀង slow អញ្ចឹងអ្នកទាំងអស់គ្នាត្រូវមកកំណត់កន្លែង motion ម្តងទៀតដោយសារតែម៉ៅរបស់យើង slow កន្លែងនេះបើសិនជាអ្នកទាំងអស់គ្នារំកិលមកខាងមុខម៉ៅរបស់យើងនឹងមានសភាពលឿនហើយ smooth ប៉ុន្តែបើអានេះវាមកខាងក្រោយអញ្ចឹងម៉ៅរបស់យើងនឹង slow យឺតមួយបែបហ្នឹងអញ្ចឹងនេះយើងដាក់ឲ្យលឿនបន្តិចណាឲ្យវា smooth ហ្នឹងនេះតែប៉ុណ្ណឹងមកនៅពេលដែលអ្នកគ្នាកំណត់តាមការពេញចិត្តយើងហើយចុច apply កន្លែងនេះបន្ទាប់មកចុច OK តែប៉ុណ្ណឹងមកម៉ៅរបស់យើងមានសភាពធម្មតាវិញហើយអរគុណ